ប្រសិនបើយើងអង្គុយសុកស្រាប់តែមេរបស់យើងឲ្យយើង design ទៅនឹងប្រភេទ string ដែលលូកដាច់បំផុតចំនួន5មុខតើទាំងអស់គ្នាធ្វើបែបណាទៅអញ្ចឹងថ្ងៃនេះខ្ញុំទទួលបានទៅនឹង project មួយហើយតាក់ទងទៅនឹង string ដដែលហើយ project នេះគឺខ្ញុំបានទៅមើល concept ខ្លះៗនៅក្នុងកម្មវិធី Behind ស្រាប់ហើយក៏ off scroll ចុះ scroll ឡើងក៏ឃើញស្នាដៃរបស់បងបូរីដែលpage របស់គាត់គឺស្មោចភ្លើងហ្នឹងហើយបន្ទាប់មកគឺខ្ញុំបានយក concept គាត់យកមកធ្វើនៅក្នុងកម្មវិធី Photoshop របស់យើងខ្ញុំបានបង្កើតនៅ artboard ឬក៏ផ្ទាំងការងាររបស់ខ្ញុំគឺទំហំរបស់វា2004 គុណនឹង2004 pixel ដដែលហើយ poster នេះដែរគឺខ្ញុំបាន post ទៅក្នុង page របស់ខ្ញុំហើយ TikTok ខ្ញុំក៏ខ្ញុំបាន post ដែរអញ្ចឹងបើសិនជាទាំងអស់គ្នាមិនទាន់បាន follow page ឬក៏ TikTok របស់ខ្ញុំទេអាច follow ឥឡូវបានហើយមួយទៀតទាំងអស់គ្នាខ្ញុំមានដំណឹងមួយដែលទាំងអស់គ្នាដែលចង់ធ្វើ poster ឬក៏របៀបថាចូលចិត្តមើលនៅវីដេអូរបស់ខ្ញុំឥឡូវនេះខ្ញុំ upload នៅវីដេអូវែងៗហើយតែមិនមែននៅក្នុង Facebook ឬក៏ TikTok ទេគឺនៅក្នុង channel YouTube របស់ខ្ញុំផ្ទាល់អញ្ចឹងទាំងអស់គ្នាអាចទៅមើលបានហើយខ្ញុំនឹងដាក់ link ក៏ដូចជាឲ្យទាំងអស់គ្នាចូលទៅហើយទាំងអស់គ្នាកុំភ្លេច subscribe ខ្ញុំអ្នកមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតទៅហ្នឹងហើយអញ្ចឹង poster យើងគឺចិត្តចប់ហើយទាំងអស់គ្នាគិតមិនដែរជួយប្រាប់ខ្ញុំផងដើម្បី recommend ទៅយើងបាន concept ឬក៏ idea ថ្មីៗផងដែរអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណជួបខ្ញុំនៅវីដេអូក្រោយបាយបាយ